កើតជំងឺកាពះពោះវៀនរ៉ាំរ៉ៃមិនជានេះគឺ Defoncer នេះល្អយ៉ាងនេះ ប្រសិនបើបងប្អូនមានបញ្ហាកាពះពោះវៀនរលាករ៉ាំរ៉ៃឈឺចុកឆ្អល់រួយបាយមិនបានសម្រាមលក់ភើធំក្លិនមាត់ពិបាកក្នុងការបត់ជើងក្ររំលាយអាហារអញ្ចឹងធ្វើយើងពិបាកក្នុងខ្លួនមែនទែនបងប្អូនរកកន្លែងព្យាបាលច្រើនកន្លែងហើយនៅតែមិនដូចដើមនៅតែឈឺនៅតែចុកចាប់នៅតែមិនជាសះស្បើយកុំភ្លេចបងប្អូនងាកមករកប្រើផលិតផល Defoncer មកពីប្រទេសបារាំងជំនាញពិតប្រាកដធានាថាបងប្អូនប្រើបានតែមួយសប្តាហ៍អ្វីដែលជាការៈឈឺរបស់បងប្អូនរ៉ាំរ៉ៃនឹងកាត់បន្ថយបន្តិចបងរហូតដល់ជាសះស្បើយ បើបងប្អូនមិនជឿមកទៅជួបជាមួយបងប្អូនដែលមានជំងឺហើយបានសាកផ្ទាល់ជាមួយខ្ញុំ គឺការការៈដៃឈឺដែលចេះតែចុកចាប់ពេញខ្លួនក្អួតចង្អោរភើជូរស្ងួនពងកនេះស្មារភាពបានឆានរយៈពេល12ថ្ងៃនេះបានធូរស្បើយអត់មានអាការៈហ្នឹងមានការក្អួតឬក៏ឈឺចុកចាប់ក្នុងខ្លួនហើយភើជូរអីក៏បាត់ដែរ កាលមុនខ្ញុំញ៉ាំបាយទៅចុកឆ្អល់ចុកលមួលហើយចុកអាឆ្អឹងខ្នងនេះទៀតខ្ញុំប្រើថ្នាំបារាំងទៅឥឡូវខ្ញុំបានធូរច្រើនលែងចុកលែងឆ្អល់ហូបបាយទៅអត់មានលមួលដូចកាលមុននេះកាលមុនខ្ញុំហូបទៅលមួលឆ្អល់ទាំងអស់ឥឡូវអត់មានចុកឆ្អល់ទេតែនឹងហើយដែលខ្ញុំចង់ឲ្យបងប្អូនទិញថ្នាំនេះហូបទៅដើម្បីឲ្យជាហើយថ្ងៃនេះថ្ងៃសិលខ្ញុំអត់មាននិយាយភូតកុហកអីទេ ខ្ញុំមានបញ្ហាកាពះពោះវៀនចេះតែឈឺក្នុងកាពះពោះវៀនហើយខ្ញុំពិបាកខ្លាំងណាស់លោកគ្រូតែឥឡូវនេះខ្ញុំបានប្រើទៅឃើញឈូស្បើយឃើញជាលែងឈឺលែងក្តៅលែងចុកលែងកុហលកាហាយក្នុងកាពះដល់តែជាអញ្ចឹងខ្ញុំសប្បាយចិត្តណាស់លោកគ្រូបានហូបថ្នាំនឹងទៅជាមុនដំបូងខ្ញុំថាអត់ជឿដល់បានប្រើទៅជឿលោកគ្រូច្បាស់មែនពិតប្រាកដមែន ហើយអាការៈរោគរបស់ខ្ញុំហ្នឹងគឺបញ្ហាកាពះពោះវៀនហ្នឹងយូរហើយហូបចំណីអីមិនស្រួលទៅវារៀងដូចថាវាស្អល់ស្អិតហ្នឹងស្អល់ស្អិតក្នុងកាពះហ្នឹងហើយតែពេលស្អិតខ្លាំងហ្នឹងអត់ដើរខ្យល់ទេរៀងហើមពោះហ្នឹងមកបាទពេលស្អល់បាទក្នុងការសម្រាកហ្នឹងវាអត់ស្រួលទេក្រដល់ម៉ោងហូបអត់ហូបក៏ធ្វើទុកដែរឥឡូវបានថ្នាំនេះបានខ្ញុំប្រើទៅហើយហូបទៅវារយៈពេល4វាមួយអាទិត្យទៅ10ថ្ងៃជាងនោះវាអាចរៀងធូរស្រាលយើងហូបអីទៅវាអត់ស្អល់អត់តឹងពោះអត់អីមានដើរខ្យល់អីចឹងទៅតែបានធូរស្រាលអញ្ចឹងគឺថាប្រើថ្នាំហ្នឹងគឺត្រូវយ៉ាងមកមានអារម្មណ៍ថាប្រើថ្នាំត្រូវបាទ កំងមក Defoncer អាចខលមកតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំដាក់ចូលហ្នឹងឬក៏ឆាតចូល page ហ្នឹងក៏បានដែរ